អ្នកវិភាគសង្គមដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជាគឺលោកបណ្ឌិតកិនភាលោកបានបង្ហោះសារដ៏មានសារៈសំខាន់មួយជូនដល់សង្គមនាពេលបច្ចុប្បន្នដែលក្នុងនោះលោកបានដាក់ចំណងជើងថាសង្គមคล้ายៗតើសង្គមคล้ายៗមានអត្ថន័យបែបណាចូលស្ដាប់ជាមួយយើងខ្ញុំទាំងអស់គ្នាសង្គមមួយគ្រោះថ្នាក់បំផុតមិនមែនត្រឹមតែពេលមានភាពក្រីក្រអវិជ្ជាឬអំពើពុករលួយប៉ុណ្ណោះទេប៉ុន្តែពេលភាពคล้ายៗបានคล้ายទៅជារឿងធម្មតាភាពคล้ายៗមិនមែនគ្រាន់តែជាការកុហកតូចតាចទេប៉ុន្តែជាជំងឺសង្គមដែលធ្វើឲ្យសម្បកធំជាងខ្លឹមសាររូបភាពសិប្បនិមិត្តធំជាងសេចក្តីពិតការសម្ដែងធំជាងមនសិការនិងការបោកប្រាស់ធំជាងសុចរិតភាពសង្គមคล้ายៗគឺជាសង្គមដែលមនុស្សមិនខំធ្វើការឲ្យពិតទេប៉ុន្តែខំធ្វើឲ្យគេជឿថាពិតនៅពេលដែលភាពคล้ายៗคล้ายទៅជារឿងធម្មតានៅក្នុងសង្គមអ្នកប្រកាន់ចំហដាច់ខាតលើការពិតត្រូវបានគេចំអកថាជាមនុស្សឆោតល្ងង់ហើយអ្នកបោកប្រាស់ត្រូវបានគេចាត់ទុកថាជាមនុស្សឆ្លាតភាពคล้ายៗក្នុងសង្គមយើងថ្ងៃនេះមិនមែនជាលទ្ធផលនៃថ្ងៃម្សិលមិញនោះទេប៉ុន្តែវាជាភាពប្រងើយកន្តើយរបស់សង្គមយើងចំពោះភាពคล้ายៗរាប់ទសវត្សរ៍មកហើយយើងហាក់ដូចជាកំពុងភ្ញាក់ពីដំណេកចំពោះភាពคล้ายៗនេះភាពคล้ายៗដែលប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋផ្ទាល់បំផុតគឺភាពคล้ายៗក្នុងទីផ្សារទំនិញคล้ายៗអាហារคล้ายៗឱសថคล้ายៗផលិតផលសុខភាពคล้ายៗគ្រឿងសម្អាងคล้ายៗនិងសេវាកម្មคล้ายៗកំពុងតែបំផ្លាញទាំងសុខភាពទាំងទំនុកចិត្តរបស់អ្នកប្រើប្រាស់ចាប់ពីទុរេនត្រីសាល់មុនលេលាបខ្លួនរហូតដល់ថ្នាំព្យាបាលជំងឺភាពคล้ายៗកំពុងលូតលាស់ដូចជាមេរោគក្នុងទីផ្សារអ្នកលក់ទំនិញคล้ายៗមិនមែនគ្រាន់តែបោកអតិថិជនទេប៉ុន្តែកំពុងលេងសើចលើជីវិតមនុស្សអ្វីដែលកាន់តែគ្រោះថ្នាក់ថែមទៀតនោះគឺការផ្សព្វផ្សាយคล้ายៗដែលបំភាន់ឲ្យមនុស្សជឿថារបស់คล้ายៗទាំងនោះជារបស់ពិតភាពคล้ายៗក្នុងវិស័យអប់រំគឺគ្រោះថ្នាក់ជាងនឹងទៅទៀតពីព្រោះវាបំផ្លាញអនាគតជាតិសញ្ញាបត្រคล้ายៗអ្នករៀនคล้ายៗអ្នកមានឈ្មោះរៀនប៉ុន្តែមិនរៀនពិតអ្នកមានងារខ្ពស់ប៉ុន្តែខ្វះសមត្ថភាពពិតនិងស្ថាប័នអប់រំខ្លះដែលលក់សញ្ញាបត្រជាងបណ្ដុះបណ្ដាលចំណេះដឹងកំពុងធ្វើឲ្យសង្គមសម្បូរមនុស្សមានក្រដាស់សញ្ញាបត្រតែខ្វះសមត្ថភាពពិតអ្នកខ្លះទៅទិញសញ្ញាបត្រคล้ายៗពីជនបរទេសមកសម្ញែងការអប់រំคล้ายៗមិនបានបង្កើតធនធានមនុស្សទេប៉ុន្តែបង្កើតមនុស្សខ្វះខ្លឹមសារដែលអាចបំផ្លាញស្ថាប័នទៅថ្ងៃក្រោយពេលមនុស្សរៀនคล้ายៗคล้ายជាមន្ត្រីគេបង្កើតរដ្ឋបាលคล้ายៗពេលคล้ายជាអ្នកជំនាញគេបង្កើតគ្រោះថ្នាក់ក្នុងជំនាញពេលคล้ายជាអ្នកដឹកនាំគេបង្កើតការដឹកនាំគ្មានខ្លឹមសារពាក់ព័ន្ធនឹងសញ្ញាបត្រคล้ายៗអ្វីដែលគួរឲ្យសោកស្ដាយនឹងស្លុតទៀតនោះមានអ្នកមានយល់ស័ក្តិនិងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមខ្លះបង្ហាញការគាំទ្រនិងអាណិតអាសូរអ្នកคล้ายសញ្ញាបត្រនិងប្រើប្រាស់សញ្ញាបត្រคล้ายទៀតផងភាពคล้ายក៏កំពុងពាក់អាវសប្បុរសធម៌និងបង់ស្បង់ជីវរសាសនាផងដែរសប្បុរសធម៌คล้ายគឺការយកទុក្ខវេទនារបស់អ្នកក្រីក្រជំងឺរបស់អ្នកដទៃគ្រោះមហន្តរាយនិងទឹកភ្នែកប្រជាពលរដ្ឋមកធ្វើអាជីវកម្មធ្វើជាដើមទុនប្រជាប្រិយភាពសាងសម្អាតរូបភាពអាក្រក់និងជំនួញទុច្ចរិតរបស់ខ្លួនឬកេងចំណេញនយោបាយមនុស្សខ្លះមិនមែនជួយដើម្បីជួយទេប៉ុន្តែជួយដើម្បីឲ្យគេមើលឃើញថាជួយរីឯគ្រូបារមីคล้ายៗនិងបុព្វជិតคล้ายៗមួយចំនួនក៏មានជំនឿច្បាស់ជីវរវត្តអារាមនិងអាវាតសាសនាដើម្បីបោកប្រាស់ប្រជាពលរដ្ឋកាប់យកប្រយោជន៍និងគ្រប់គ្រងចិត្តមនុស្សខ្សោយនៅពេលសប្បុរសធម៌คล้ายជាការសម្ដែងនិងសាសនាคล้ายជាអាជីវកម្មសង្គមនឹងបាត់បង់មូលដ្ឋានសិលធម៌ដ៏សំខាន់បំផុតរបស់ខ្លួនក្នុងវិស័យនយោបាយនិងរដ្ឋបាលភាពคล้ายរឹតតែគ្រោះថ្នាក់ព្រោះវាប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងមូលអ្នកនយោបាយខ្លះប្រើវោហារស័ព្ទស្នេហាជាតិคล้ายដើម្បីរកសន្លឹកឆ្នោតខណៈសកម្មភាពពិតបែរជាបំបែកបំបាក់សង្គមយកបញ្ហាជាតិធ្វើជាដើមទុននយោបាយនិងលក់សេចក្តីសង្ឃឹមคล้ายដល់ប្រជាពលរដ្ឋមន្ត្រីខ្លះនិយាយថាបម្រើរាស្ត្រប៉ុន្តែបង្កើតឧបសគ្គដើម្បីរកប្រាក់ក្រៅផ្លូវការខ្លះនិយាយពីកំណែទម្រង់ប៉ុន្តែរស់នៅលើប្រព័ន្ធចាស់ខ្លះនិយាយពីនីតិរដ្ឋប៉ុន្តែអាងខ្នងកិច្ចច្បាប់ភាពคล้ายបែបនេះ
ធ្វើឲ្យវោហារស័ព្ទដ៏សែនពីរោះដូចជាជាតិទឹកដីប្រជារាស្ត្រកំណែតម្រង់នីតិរដ្ឋជាដើមคล้ายជាសម្បកនយោបាយដែលគ្មានខ្លឹមសារបន្តិចសោះណាភាពคล้ายក៏ចូលជ្រៀតជ្រែកក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមនិងទំនាក់ទំនងមនុស្សប្រចាំថ្ងៃផងដែរមានព័ត៌មានคล้ายនិងជីវិតคล้ายភាពល្បីល្បាញคล้ายមិត្តភាពคล้ายសេចក្តីស្រឡាញ់คล้ายនិងភាពជោគជ័យคล้ายមនុស្សមួយចំនួនរស់ដើម្បីឲ្យគេមើលមិនមែនរស់ដើម្បីមានន័យនោះទេអ្នកខ្លះបង្ហាញភាពសុខស្រួលលើបណ្ដាញសង្គមប៉ុន្តែខាងក្នុងពោពេញដោយវិបត្តិអ្នកខ្លះសរសេរពាក្យធម៌ប៉ុន្តែរស់ដោយចិត្តអាក្រក់អ្នកខ្លះនិយាយពាក្យស្មោះត្រង់ប៉ុន្តែប្រើល្បិចកិច្ចកលជាប្រចាំអ្នកខ្លះមាត់និយាយថាស្អាតស្អំស្នេហាជាតិតែដៃវិចខ្ចប់កេងប្រវ័ញ្ចធនធានជាតិដោយឥតកោតក្រែងនិងអៀនខ្មាស់នៅពេលចិត្តមនុស្សคล้ายសង្គមមិនត្រឹមតែបាត់បង់ទំនុកចិត្តគ្នានោះទេប៉ុន្តែបាត់បង់ភាពជាមនុស្សពិតប្រាកដផងដែរដំណោះស្រាយសម្រាប់សង្គមคล้ายត្រូវតែមើងម៉ាត់មុតស្រួចនិងអនុវត្តដោយគ្មានការលើកលែងសង្គមមិនអាចបន្តអត់ឱនឲ្យបុគ្គលឬបណ្ដាញណាមួយបង្កើតភាពคล้ายដើម្បីបោកប្រាស់ប្រជាពលរដ្ឋបំផ្លាញសុខភាពបំផ្លាញគុណភាពអប់រំបំពុលជំនឿសាសនាបំផ្លាញអនាគតយុវជនឬបំផ្លាញទំនុកចិត្តសង្គមបានទៀតឡើយអ្នកផលិតអ្នកនាំចូលអ្នកចែកចាយអ្នកផ្សព្វផ្សាយអ្នកការពារនិងអ្នកទទួលផលពីភាពคล้ายត្រូវតែទទួលខុសត្រូវទាំងអស់ប្រសិនបើអំពើคล้ายនោះបង្កព្យាសនកម្មដល់សង្គមប៉ះពាល់ដល់ជីវិតសុខភាពទ្រព្យសម្បត្តិសិលធម៌សាធារណៈនិងអនាគតជាតិត្រូវតែផ្ដន្ទាទោសតាមនីតិវិធីច្បាប់ដាក់ពន្ធនាគារនិងរឹបអូសទ្រព្យសម្បត្តិដែលបានមកពីអំពើខុសនោះដោយគ្មានការយោគយល់គ្មានការសម្របសម្រួលនិងគ្មានការលើកលែងការដាក់ទណ្ឌកម្មបែបនេះមិនមែនជាការសងសឹកទេប៉ុន្តែជាការការពារសង្គមការការពារសុចរិតភាពសេចក្តីពិតនឹងការកាត់ផ្ដាច់ឫសគល់នៃភាពคล้ายជាចុងក្រោយសង្គមคล้ายមិនអាចព្យាបាលដោយពាក្យអប់រំសេចក្តីអំពាវនាវឬក៏ការណែនាំទុនជ្រាយបានទេវាត្រូវការប្រឈមមុខនឹងការពិតការអនុវត្តច្បាប់ពិតប្រាកដនិងឆន្ទៈដ៏រឹងមាំក្នុងការបោសសម្អាតអ្នកដែលរស់នៅលើការបោកប្រាស់អ្នកដទៃអ្នកណាបង្កើតតំណែងคล้ายអ្នកណាលក់ឬប្រើសញ្ញាបត្រคล้ายអ្នកណាប្រើសាសនាคล้ายអ្នកណាយកសប្បុរសធម៌คล้ายធ្វើជាខែលនិងអ្នកណាប្រើវោហារស័ព្ទស្នេហាជាតិคล้ายដើម្បីបំភាន់មហាជនអ្នកនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់និងចំពោះមុខប្រវត្តិសាស្ត្រព្រោះរាល់ភាពคล้ายដែលមិនត្រូវបានផ្ដន្ទាទោសនឹងបង្កើតភាពคล้ายថ្មីបន្តទៀតហើយរាល់ភាពคล้ายដែលត្រូវបានអបអរសាទរនឹងត្រូវសម្លាប់សេចក្តីពិតបន្តិចម្ដងរហូតដល់សង្គមលែងបែកចែករវាងរបស់ពិតនិងរបស់คล้ายបានទៀតតើសង្គមយើងនៅបន្តភាពคล้ายបែបនេះដល់ណាទៀតបើយើងនៅតែគ្មានវិធានការជាក់ស្ដែងនៅថ្ងៃនេះថ្ងៃស្អែកភាពคล้ายនឹងរីករាលដាលរាប់រយរាប់ពាន់ដងហើយសង្គមយើងនឹងត្រូវបានហុំព័ទ្ធដោយភាពคล้ายគ្រប់ទីកន្លែងគ្រប់វិស័យនិងគ្រប់ស្រទាប់ជាមិនខានសារពីលោកបណ្ឌិតកិនភា